សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងនឹងមានរឿងមួយដែលមានចំណងជើងថាពស់មានអំនួតនៅក្នុងព្រៃក្រាស់មួយមានសត្វជាច្រើនរស់នៅជាពិសេសគឺសត្វពស់មានពិសនេះឯងកាលនោះមានពស់មួយក្បាលតែងគិតថាខ្លួនគឺជាអ្នកខ្លាំងជាងគេនៅក្នុងព្រៃនេះមានទាំងអំណាចអាចចាប់សត្វមកធ្វើជាអាហារបានទាំងអស់ទោះបីជាសត្វប្រភេទណាក៏ដោយកាលនៅតូចពេលដែលទើបតែនឹងញាស់ចេញពីពងមកវាបានស៊ីពួកសត្វល្អិតស្ទើរតែគ្រប់ប្រភេទលុះពេលធំបានបន្តិចវាក៏ចាប់សត្វតូចៗនោះជាប្រភេទណាដែលក៏គេចមិនផុតពីចំណីរបស់វាដែរលុះពេលធំឡើងបន្តិចវាក៏អាចចាប់សត្វដែលធំជាងខ្លួនឯងយកមកស៊ីបានរហូតដល់ធំទ្រាំនឹងសត្វទាំងនោះទើបវានឹកឃើញសត្វចង់ស៊ីសត្វពួកសត្វស្លាបវិញម្ដងដោយផ្ដើមពីតូចសត្វនៅក្នុងសបុករហូតដល់សត្វស្លាបធំដែលវាទៅពួនសំងំលើដើមឈើរងចាំឲ្យសត្វទាំងនោះមកក្បែរខ្លួនហើយក៏ហក់ទៅក្រវាសចាប់យកមករួចសម្លាប់តែម្ដងចៅពញាពស់អាចចាប់សត្វបានជាច្រើនប្រភេទរហូតដល់ចាប់ផ្ដើមមានអំនួតជាខ្លាំងហើយគិតថាសត្វណាក៏ខ្លួនអាចចាប់បានទាំងអស់មានថ្ងៃមួយវានឹកចង់ស៊ីសាច់ព្រាបទើបវាឡើងទៅពួនសំងំលើចុងឈើខ្ពស់មួយដើមពេលមានព្រាបមួយហើរមកជិតវាក៏ហក់ទៅចាប់ព្រាបបំរុងនឹងក្តោបរឹតឲ្យងាប់ប៉ុន្តែសំណាងល្អព្រាបនោះខំរើបំរាស់រួចខ្លួនទាំងប្រថុយប្រផាប្រផុតប្រភើយពស់មិនព្រមចុះចាញ់ទេវានៅតែខំដេញតាមចាប់សត្វព្រាបនោះតទៅទៀតរហូតភ្លេចគិតអនិច្ចាពីខ្លួនឯងដែលថាអ្វីបើខ្លួនពូកែវាបានលឿនហើរទឹកបានរហ័សក៏ប៉ុន្តែខ្លួនពុំមានស្លាបសម្រាប់ហោះហើរបានដូចព្រាបនោះឡើយពេលព្រាបហើរឡើងទៅលើមេឃពស់ក៏ហោះទៅតាមហើយអស់ខ្យល់ធ្លាក់ពីលើចុងឈើមកដល់ដីបាក់ឆ្អឹងខ្ទេចខ្ទាំខ្សែសង្ខារខ្លាយជាអាហាររបស់សត្វដទៃទៅវិញអំណូតថាខ្លួនខ្លាំងពូកែនាំឲ្យភ្លេចប្រមើលពីខ្លួនឯងប្រមើលខ្លួនមិនត្រូវនាំឲ្យដើរយឺតឬធ្លាក់ជ្រុះ Sharing for more.